នៅក្នុងវិទ្យាល័យមួយក្នុងខេត្តសៀមរាបជាយូរយារណាស់មកហើយមានពាក្យចចាមអារាមថាបន្ទប់ទឹកគួរឲ្យខ្លាចនៅក្នុងសាលាវិទ្យាល័យនោះមានបន្ទប់ទឹកចំនួន5បន្ទប់ដែលមានបងលេខពីលេខ1រហូតដល់លេខ5ចំពោះលេខ4បន្ទប់ទឹកដែលមានលេខ4នោះគ្មាននរណាម្នាក់ហ៊ានប្រើប្រាស់ទេគឺបានទុកចោលរហូតមកដល់ឥឡូវនេះថ្ងៃមួយមានសិស្សស្រីម្នាក់ឈ្មោះថាមុំគាត់ទៅតែផ្លាស់មកពីសាលាផ្សេងដើម្បីមករៀននៅក្នុងវិទ្យាល័យមួយនឹងពេលដែលថ្ងៃមួយនោះនៅម៉ោង12ថ្ងៃត្រង់គឺជាម៉ោងដែលបានសិស្សទាំងអស់គ្នាចេញពីសាលាទៅផ្ទះសម្រាប់ថ្ងៃត្រង់មុំក៏បានចេញពីសាលារៀនផងដែរប៉ុន្តែចៃដន្យអីមុំពេលនោះឈឺពោះក៏ចូលបន្ទប់ទឹកនឹងតែម្ដងហើយនាងមិនបានដឹងថាបន្ទប់ទឹកលេខ4នឹងមានរឿងអ្វីកើតឡើងទេពេលដែលនាងបានចូលទៅក្នុងបន្ទប់ទឹកលេខ4នោះអ្វីដែលបានឮតាមពាក្យចចាមអារាមពីមុនមកគឺកើតមានដូចអ្វីដែលគេនិយាយនោះមែនពេលដែលនាងប្រើប្រាស់បន្ទប់ទឹកនោះរួចហើយនាងបំរុងតែចេញពីបន្ទប់ទឹកនោះស្រាប់តែមានទឹកហូរចេញពីក្នុងបង្គន់នោះពោពេញទៅដោយពណ៌ក្រហមដូចឈាមពេលនោះនាងមានអារម្មណ៍ភ័យតក់ស្លុតជាខ្លាំងណាស់ហើយអ្វីដែលពិសេសនោះធ្វើឲ្យនាងរត់តែភ័យខ្លាចគឺនាងបានឮនៅសំឡេងស្រែកថានាងនឹងនៅជាមួយខ្ញុំនឹងឯងនាងនឹងនៅជាមួយខ្ញុំនឹងឯងនេះជាសំឡេងដែលឮចេញពីក្នុងបង្គន់មួយនឹងពេលនោះសិស្សស្រីម្នាក់នោះមានការតក់ស្លុតស្មារតីរហូតហាស្ដីមិនបានមិនយូរប៉ុន្មានក្រោយមកឃើញមានហូរទឹកជ្រាបចេញមកខាងក្រៅបន្ទប់ទឹកសិស្សានុសិស្សលោកគ្រូអ្នកគ្រូក៏បានឃើញរឿងចម្លែកក៏សម្រេចចិត្តបើកបន្ទប់ទឹកលេខ4នឹងតែម្ដងប្រិយមិត្តអរគ្នាជាពិសេសក្មួយតើមានអ្វីកើតឡើងនៅពេលដែលលោកគ្រូអ្នកគ្រូសម្រេចចិត្តបើកបន្ទប់ទឹកនឹងពេលនោះអ្នកទាំងអស់គ្នាមិនថាលោកគ្រូអ្នកគ្រូសិស្សសានុសិស្សដែលបាននៅទីនោះមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងកើតឡើងពេលដែលពួកគាត់បើកទ្វារភ្លាមគឺពួកគាត់ទាំងអស់គ្នាឃើញត្រឹមតែសំលៀកបំពាក់សិស្សស្រីម្នាក់នោះតែប៉ុណ្ណោះគឺមិនបានឃើញរូបនាងនោះទេធ្វើឲ្យពួកគាត់ទាំងអស់គ្នាមានការងឿងឆោតជាខ្លាំងចាប់ពីពេលនោះមកគេមិនដែលបានឃើញសិស្សឈ្មោះមុំនឹងមករៀនទេចឹងរឿងនេះធ្វើឲ្យមានពាក្យចាមអារាមលេចឮទៅខាងក្រៅធ្វើឲ្យមានការភ័យខ្លាចជាខ្លាំងចាប់ពីពេលនោះមកគឺគ្មានសិស្សណាម្នាក់ហ៊ានប្រើប្រាស់បន្ទប់ទឹកនោះទៀតទេអញ្ចឹងរឿងនេះសង្ខេបតែប៉ុណ្្នឹងយើងនឹងជួបគ្នានៅរឿងក្រោយបន្តទៀតសូមអរគុណ